តាមទិន្នន័យស្ដីពីការលក់រថយន្តអគ្គិសនីនៅលើពិភពលោកក្រុមហ៊ុន BYD របស់ចិននឹងនាំមុខគេនៅលើពិភពលោកផ្នែកលក់រថយន្តអគ្គិសនីគឺជាប់ចំណាត់ថ្នាក់លេខ1នៅលើពិភពលោកនាំមុខក្រុមហ៊ុន Tesla របស់សហរដ្ឋអាមេរិកទៀតនេះជាទស្សនវិជ្ជាក្រុមហ៊ុន BYD នៅផ្លូវ60ម៉ែត្រដែលគណៈប្រតិភូមកពីរោងចក្រផលិតផ្ទាល់មកដល់ទីតាំងលក់របស់ក្រុមហ៊ុន BYD នឹងនៅផ្លូវ60ម៉ែត្រក្រុមហ៊ុន BYD នឹងមានរោងចក្រដំឡើងរថយន្តផ្ទាល់នៅក្នុងប្រទេសកម្ពុជាគឺនៅក្រុងប្រសេនុនៅកន្លែងតាំងលក់រថយន្ត BYD នឹងគឺមានក្រុមហ៊ុនចម្រុះមានន័យថាមានតាំងពីតម្លៃទាបរហូតដល់តម្លៃខ្ពស់ដោយតែយើងបានដឹងចឹងនៅលើពិភពលោកឥឡូវមាននៅនៃការឈានទៅរកការប្រើប្រាស់ថាមពលបៃតង Green Energy ដូច្នេះការលក់រថយន្តអគ្គិសនីនឹងគឺមានភាពទូលំទូលាយជាងមុនបើធៀបជាមួយ 4-5 ឆ្នាំមុនអ្នកខ្លះគាត់ខ្លាចរអានៅក្នុងការប្រើប្រាស់រថយន្តអគ្គិសនីខ្លាចប្រើអត់បានយូរឬក៏ថាមពលដែលយើងត្រូវប្រើអស់ទៅអត់ដឹងថាសាកនៅណាសាកថ្មនៅណាអញ្ចឹងប៉ុន្តែប្រហែលឆ្នាំចុងក្រោយនេះអ្នកប្រើប្រាស់ហាក់ដូចជាមានទំនុកចិត្តជាងមុនទៅលើរថយន្តអគ្គិសនីហើយកន្លែងបញ្ចូលថ្មបញ្ចូលភ្លើងសាកថ្មហ្នឹងក៏មានច្រើនកន្លែងដែរជាពិសេសយើងជិះទៅតាមផ្លូវ60ម៉ែត្រហ្នឹងឃើញហើយមានឡើងស្អេកស្កះអត់ខ្វះកន្លែងបញ្ចូលថ្មទេហើយនៅតាមបណ្ដាខេត្តមួយចំនួនហ្នឹងក៏មានការដំឡើងកន្លែងបញ្ចូលស្ថានីយបញ្ចូលថ្មសាកថ្មហ្នឹងគឺមិនខ្វះទេអ្វីដែលខ្ញុំបានឃើញផ្ទាល់គឺរថយន្ត BYD នេះគឺហាក់ដូចជាមានភាពប្រណិតរបស់គេមានតាំងពីរថយន្តតូចខ្នាតធំហើយការបំពាក់បច្ចេកវិទ្យាហ្នឹងគឺទំនើបខ្លាំងណាស់ដែរនេះខ្ញុំបាន test drive មើលហាក់ដូចជា smooth របស់គេការបើកបរនៅលើដងផ្លូវរថយន្ត BYD ហ្នឹងជន់ស្ទុះហើយសំចៃទៅលើការយើងដូចថាមិនសូវអស់លុយអស់ចំណាយទៅលើការចាក់សាំងដូច្នេះយើងអាចប៉ាន់ស្មានបានថារយៈពេល5ឆ្នាំដល់10ឆ្នាំទៅមុខទៀតហ្នឹងនៅលើដងផ្លូវហ្នឹងគឺពោពេញទៅដោយរថយន្តអគ្គិសនីភាគច្រើនដោយសារការប្រើប្រាស់រថយន្តអគ្គិសនីមានភាពសន្សំសំចៃហើយជួយទៅដល់បរិស្ថានទៀតដែលគេហៅថាថាមពលបៃតង Green Energy